សូមជូនរឿងនិទានដើមឈើនិងស្នៀតឈើ កាលពីព្រៃនាយមានគ្រួសារមួយតែងតែធ្វើដំណើរចូលទៅក្នុងព្រៃដើម្បីកាប់ឈើលក់ថ្ងៃមួយពេលចូលទៅកាប់ឈើពួកគេក៏ប្រទះឃើញដើមឈើមួយដើមធំចម្លែកបែកមែកសាខាត្រឈឹងត្រឈៃទើបគេសម្រេចចិត្តថានឹងកាប់ដើមឈើនេះយកទៅលក់ប្រហែលជានឹងមានកម្រៃគួរសមក្រោយពីជ្រើសរើសថ្ងៃជាវេលាល្អស្រួលបួលហើយគេក៏នាំគ្នាកាប់ដើមឈើដោយប្រើពូថៃកាប់ចាំងគល់ឈើនោះក្រុងបឹងជុំវិញចាំងហើយចាំងទៀតទាល់តែដើមឈើនោះរលំចុះឮសូរក្រែងរញ្ជួយប្រធាពីកូនប្រុសក៏ឲ្យយោបល់ឡើងថាយើងសែងវាទៅផ្ទះមិនរួចទេទាល់តែជ្រាកវាឲ្យតូចសិនទើបអាចជូនទៅវាស្រួលបន្ទាប់មកអ្នកកាប់ឈើទាំងនោះក៏កាត់មែកឈើយកមកសម្រួចធ្វើជាស្នៀតមកសៀតហើយដំទំលុះដើមឈើបំបែកវាជាជ្រៀកខណៈពេលដែលគេកំពុងយកស្នៀតឈើមកដំទំលុះឈើខ្លួនឯងនោះដើមឈើធំក៏ត្អូញត្អែរដល់ក្ដេកឈឺចាប់ថាបើយកពូថៅមកកាប់យើងដូចជាមិនសូវឈឺចាប់ប៉ុន្មានទេតែពេលនេះយើងឈឺចាប់ខ្លាំងណាស់គឺឈឺចាប់នឹងគេយកម៉ែកខ្លួនឯងមកពុះយើងជាចម្រៀកបែបនេះគ្មានអ្វីឈឺចាប់ជាងការចាញ់ល្បិចមនុស្សជំនិតបំផុតនោះទេ